ឥឡូវនេះខ្ញុំសូមធ្វើការបង្ហាញអំពីចំណុចថ្មីមួយនៅក្នុង Facebook បាទឥឡូវនេះខ្ញុំសូមចូលទៅលើ menu របស់ Facebook ហើយ scroll មកខាងក្រោមចំណុចមួយនោះគេឲ្យឈ្មោះហៅថា Protect នេះគឺជាអត្ថប្រយោជន៍របស់ Facebook ថ្មី Protect នេះគឺមានតួនាទីសម្រាប់ការពារនៅគណនីរបស់យើងនិង data មួយចំនួនទៀតគឺនៅតាមរយៈ online នៅពេលដែល computer នៅពេលដែលទូរស័ព្ទដៃរបស់យើងភ្ជាប់ជាមួយនឹងអ៊ីនធឺណិតនេះគឺវាជួយថែរក្សានៅទិន្នន័យទាំងឡាយដែលនៅក្នុងទូរស័ព្ទដៃរបស់យើងហើយនេះគឺជា option របស់ Facebook ដែលគាត់បាន free ឲ្យយើងផងដែរខ្ញុំសូមចូលទៅលើ Protect បាទនេះគឺពុំទាន់មាន load អ្វីទេគឺតម្រូវឲ្យយើងធ្វើការ download នៅ application Onavo Protect VPN Security នេះគឺវា free ឲ្យយើងតែម្ដងខ្ញុំសូមអានទៅលើអត្ថប្រយោជន៍របស់ application មួយនេះគេដាក់ថា Onavo Protects help keep you and your data safe when you browse or share information on the web គេថា Project Onavo នេះគឺជួយថែរក្សាអ្នកនិងទិន្នន័យរបស់អ្នកឲ្យមានសុវត្ថិភាពនៅពេលដែលអ្នកបានចូលឬក៏ចែកចាយនៅព័ត៌មានរបស់អ្នកនៅលើគេហទំព័របាទនេះគឺជាចំណុចពិសេស This power app help you save from malicious បាទ public and unsecure mobile website បាទអញ្ចឹងខ្ញុំសូមធ្វើការ download នៅ application នេះតែម្ដងបាទនេះគឺជាកន្លែងមួយដែលយើងត្រូវ download ខ្ញុំសូមធ្វើការចុច download បាទឥឡូវនេះវាដំណើរការសូមត្រួតពិនិត្យទៅលើ application នេះបន្តិច application មួយនេះគឺគេបានបង្កើតវានៅក្នុងខែជូនបាទមានន័យថាខែ6ថ្ងៃទី11ឆ្នាំ2017នេះបាទនេះគឺជា application មួយដែលថ្មីទើបតែនឹងបង្កើតទេបាទនេះ information របស់ application មួយនេះ developer ឈ្មោះ Onavo category business ជូន11/2017 version 1.20 បាទចំណែកឯទំហំវិញគឺ 15.3 GB បាទឥឡូវនេះយើងឃើញថាខ្ញុំបាន download រួចខ្ញុំសូមចុចទៅលើ application នេះតែម្ដងបាទនេះគឺជា application ដែលខ្ញុំទើបតែបាន download រួចបាទយើងអាចបើកនៅលើ Onavo icon នេះតែម្ដងក៏បានឬក៏យើងចុចទៅលើ Facebook យើងក៏បានបាទឥឡូវនេះខ្ញុំចុចទៅនេះដើម្បីឲ្យវា allow បាទ continue agree and continue allow VPN protection បាទបន្តមកទៀត allow បាទ got it យើងឃើញថា application នេះវាមានលក្ខណៈងាយស្រួលទេគឺនៅពេលដែលអ្នក download រួចគឺគ្រាន់តែមានប៊ូតុង allow និង continue agree and continue តែប៉ុណ្ណោះបាទឥឡូវនេះគឺវាចេញពាក្យថា protection is on មានន័យថាវាជួយការពារនៅទិន្នន័យរបស់យើងហើយនៅពេលដែលក្នុងខណៈដែលទូរស័ព្ទយើងបានភ្ជាប់ជាមួយនឹងអ៊ីនធឺណិតឥឡូវនេះយើងងាកទៅមើលលើ Facebook ទៅវិញបាទនៅពេលដែលខ្ញុំចូលលើ Facebook ខ្ញុំ scroll ទៅលើរកពាក្យថា protection នេះផងដែរបាទនេះនៅពេលដែលខ្ញុំ click មកលើនេះគឺវាលោតចូលមកចំណុចនេះដូចគ្នាបាទ
បាទសូមអរគុណចំពោះការបង្ហាញអំពីចំណុចថ្មីមួយនៅក្នុង Facebook បាទដែលទើបតែចេញនៅក្នុងខែ6ថ្ងៃទី11ឆ្នាំ2017នេះសូមអរគុណ